វីដេអូមកថ្ងៃនេះគឺជាមួយនឹងទេសភាពធម្មជាតិពិតជាស្រស់ស្អាតមែនតើនៅមាត់ទន្លេបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃអាទិត្យហើយគ្រួសាររបស់ខ្ញុំក៏បានជុំគ្នាដើម្បីដុតត្រីញ៉ាំជុំគ្នាជាមួយបងប្អូននៅថ្ងៃសម្រាកផងដែរទេសភាពនៅម្ដុំនេះគឺពិតជាស្រស់ស្អាតមែនតើបងប្អូនហើយបើយើងឈរនៅទីតាំងនេះគឺឃើញនៅស្ពានព្រែកតាមាក់ដ៏ស្រស់ស្អាតតែម្ដងបាទហើយនេះគឺជាសកម្មភាពកំពុងតែបង្កាត់ភ្លើងថ្ងៃសម្រាកបើសិនជាយើងបានជុំគ្នាជាមួយបងប្អូនជាមួយគ្រួសារគឺពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែនហើយវាអាចបង្កើននៅទំនាក់ទំនងរវាងគ្រួសារក៏ដូចជាបងប្អូនផងដែរម្ហូបអាហារបងប្អូនបើសិនជាយើងបានធ្វើដោយខ្លួនឯងអញ្ចឹងគឺយើងញ៉ាំដោយមានទំនុកចិត្តហើយពួកខ្ញុំផងដែរគឺអត់សូវចូលចិត្តតែញ៉ាំនៅហាងនៅអីទេបាទមិនមែនថាមិនចូលចិត្តទេបងប្អូននិយាយទៅគឺអត់លុយបាទហើយធ្វើដោយខ្លួនឯងឬក៏វិចខ្ចប់យកទៅញ៉ាំនៅកន្លែងមាត់ទន្លេឬក៏ចំការអីចឹងទៅគឺឆ្ងាញ់មែនតើបងប្អូនបាទហើយឡើយនេះត្រីរបស់យើងគឺបានដាក់លើចក្រានរួចរាល់ហើយងាកមកខាងនេះវិញគឺកូនប្រុសរបស់ខ្ញុំដែលគាត់កំពុងតែដើរនៅលើស្មៅហើយពាក់មួយជើងបោះបងរបស់គាត់ទេកូនប្រុសរបស់ខ្ញុំគឺល្ពើខ្លាំងមែនតើចំណែកឯក្មួយឯនេះវិញគាត់កំពុងតែរត់លេងនៅលើវាស្មៅកលេចមកមើលស្បែកជើងរបស់កូនខ្ញុំនេះគឺស្បែកជើងធំជាងជើងបាទនិយាយទៅគឺទិញស្បែកជើងម្ដងគឺអត់ដែលត្រូវជើងគាត់ទេត្រីរបស់យើងក៏ចិត្តឆ្អិនហើយដែរនេះតោះមកយើងក៏បានដាក់អាំងត្រប់ជាមួយគ្នាដើម្បីហូបជាមួយនឹងត្រីហ្នឹងបាទហើយកូនប្រុសរបស់ខ្ញុំនេះគឺគាត់អត់នៅស្ងៀមទេបងប្អូនដើរចុះដើរឡើងពេញនឹងបាទហើយហត់តអ្នកមើលហ្នឹងទេបាទក៏លេចមកមើលម្ហូបរបស់យើងក៏ចិត្តឆ្អិនដែរហើយខ្ញុំក៏បានដើរចុះឡើងថតធម្មជាតិនៅចិត្តហ្នឹងនិយាយទៅខ្ញុំចូលចិត្តថតបែបធម្មជាតិចឹងហើយនេះខាងនេះគេកំពុងរាប់លុយបាទលុយនឹងច្រើនមែនតើបាទហើយជាលុយសែនណាបងប្អូនបាទអូចប់អត់ចង់ធ្វើដូចបងណាថ្ងៃណាក៏មិនទុំនេះណាមានពេលសម្រាប់សោះឡាយណាកំបិតនឹងជុំសល់មុខណាមិនថាថ្ងៃមានមុនទៀនណាថ្ងៃសៅរ៍ថ្ងៃអាទិត្យដូចគ្នាណាស្គាល់តែចិត្តពីខ្ញុំសមមិនស្គាល់ទុំនេះតែជិះមុខខ្មៅបើថាដាក់ចិត្តស្នេហ៍បងឥឡូវនេះគឺត្រីរបស់យើងគឺបានឆ្អិនរួចរាល់ហើយវីដេអូនេះផងដែរគឺខ្ញុំអត់បានថតនៅពេលដែលខ្ញុំញ៉ាំទេដោយសារតែយើងអ្នកថតចឹងបើសិនជាយើងរវល់ថតអត់ថតចឹងទៅគឺយើងអត់បានញ៉ាំទេចឹងហើយអាប្លង់ណាដែលញ៉ាំហ្នឹងគឺយើងកុំថតព្រោះខ្ញុំធ្លាប់មានបទពិសោធន៍ហើយនិយាយទៅឲ្យតែកម្មវិធីអីដែលគេកំពុងញ៉ាំហ្នឹងគឺខ្ញុំអត់ថតទៀតទេបើយើងថតគឺមកវិញគឺអស់ហើយបាទអូស្នេហ៍ស្នងបងត្រេកអរក្រៃអូនយល់មើលទេសភាពបងប្អូនយើងអ្នកនេសាទក៏កំពុងបើកទូកហើយយើងក៏មិនភ្លេចដែរសម្អាតនៅបរិស្ថានរបស់យើងនៅពេលដែលយើងញ៉ាំហើយនៅកន្លែងហ្នឹងគឺយើងត្រូវសម្អាតនិងប្រមូលដបទឹកសម្រាមដែលយើងយកមកនិយាយទៅគឺយើងយកមកបានគឺយើងត្រូវយកទៅវិញឲ្យបានវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានកុំភ្លេចជួយចុច like និង follow ម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលាចង់ធ្វើបងមុខខ្មៅស្មោះស្នេហ៍